បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងមកមើលថាគល់ស្មៅដែលយើងដំមកវាស៊ីហ្នឹងតើវាស៊ីអត់បងប្អូនវាស៊ីអស់បងប្អូនមើលទាំងអស់គ្នាបងប្អូនមើលណានេះសាគល់ស្មៅដែលខ្ញុំដំឲ្យកដោបឲ្យយើងស៊ីហ្នឹងបងប្អូនឃើញអត់ណាវាកំពុងតែស៊ីណាហើយអាគល់ស្មៅហ្នឹងវាស៊ីឆាប់ធំជាងស្លឹកវាទៀតបងប្អូនព្រោះអីក៏ស្មៅនឹងវាមានប្រូតេអ៊ីនច្រើនជាងស្លឹកវាទៀតណាវាមានជាតិដូចអំពៅអញ្ចឹងបងប្អូនហើយបងប្អូនមើលហ្នឹងអានេះក៏ទៅអត់ដល់40ថ្ងៃទេក៏ទៅថា31ថ្ងៃបងប្អូនអាយុវាហើយវាស្រស់ល្អបងប្អូនឃើញណាអញ្ចឹងបងប្អូននៅសល់គល់ស្មៅបងប្អូនកុំបោះចោលវាអីដំមកវាស៊ីទៅបងប្អូនមួយថ្ងៃពេលថ្ងៃយើងដាក់ឲ្យវាស៊ីក៏បានដែរពេលថ្ងៃវាក្តៅអញ្ចឹងទៅវាស៊ីគល់ស្មៅទៅវាមានជាតិទឹកបងប្អូនមកអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូន